សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានបញ្ហាសត្វចិញ្ចឹមរបស់អ្នកពិបាកក្នុងការញ៉ាំចំណីមែនទេថ្ងៃនេះខ្ញុំមកបង្ហាញបទពិសោធន៍ខ្លះពីការចិញ្ចឹមទាទារបស់ខ្ញុំគាត់មានបញ្ហារើសចំណីដូចគ្នាជាក់ស្ដែងគាត់អត់ពិបាកញ៉ាំទេបើសិនជាយើងថែមនៅចំណីអាហារបន្តិចបន្តួចដូចជាសាច់មាន់សាច់គោឬក៏សាច់ជ្រូកថ្លើមមាន់ថ្លើមអីហ្នឹងគឺគាត់ញ៉ាំបានដោយស្រួលហើយយើងអត់ពិបាកទេហើយបើសិនបើជាយើងមានពេលយើងអាចចម្អិនឲ្យគាត់ញ៉ាំបានដូចជាសាច់មាន់ស្ងោរហ្នឹងហើយយើងមិនចាំដាក់គ្រឿងអីទាំងអស់ស្ងោរហើយយកឲ្យគាត់ញ៉ាំទៅបានចាស់ស្ដែងខ្ញុំជ្រើសរើសជាបែបចំណីកញ្ចប់នេះព្រោះអត់មានពេលយើងគ្រាន់តែហែកមកយើងចាក់ទៅឲ្យគាត់ញ៉ាំទៅបានហើយអត់ពិបាកទេនេះនៅពេលដែលយើងហែកកញ្ចប់យើងជាមួយគាត់ផឹកណាមកទឹកមុខទឹកមាត់ទឹកតទៅហើយនឹងចាក់តែគាត់នឹងចូលចិត្តខ្លាំងហើយអត់តបានដាក់ឲ្យញ៉ាំផងមើលទឹកមុខគ្នាមើលពេលដាក់ឲ្យញ៉ាំណាបាទឥឡូវយើងកុំឲ្យគាត់រងចាំយូរចាំមើលថាពេលយើងដាក់ចំណីឲ្យគាត់ញ៉ាំចាំមើលគាត់មិនចាក់ឲ្យយើងកុំភ្លេចកូរវាសពផងគឺយើងកូរបែបនេះគ្នាលឹកមាត់លឹកកមិនគ្នាចេះនិយាយហើយប្រើទៅក៏ធ្វើដែរពុំម៉ាដេកណាមើលចាគឺចំណីអាហារដែលយើងបានលាយរួចឲ្យគាត់ចាំមកពីកង់ញ៉ាំពុំម៉ាចុះអ្នកដែលមានកូនសត្វអញ្ចឹងដល់ពេលដែលឃើញគាត់ញ៉ាំបានអញ្ចឹងយើងគាត់ជាសប្បាយចិត្តណាស់ពេលហ្នឹងគឺយើងបាត់ដីកង្វល់អស់មកហ្នឹងមើលទៅគាត់ចិញ្ចឹមគាត់រត់គោលម្ដងក្នុងការចិញ្ចឹមគាត់ហ្នឹងគឺអត់ចង់បានចង់ឲ្យគាត់មានសុខភាពល្អគាត់សប្បាយរីករាយពេលណាគាត់សប្បាយអញ្ចឹងយើងក៏សប្បាយចិត្តដែរ